ការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុងតេហេរ៉ង់កាន់តែធំឡើងខណៈត្រាំជាងការប្រមានដ៏អាក្រក់ឲ្យជំនះខ្លួនអ៊ីស្រាអែលហាក់ដូចជាកំពុងពង្រីកប្រយុទ្ធផ្លូវអាកាសរបស់ខ្លួនលើទីក្រុងតេហេរ៉ង់5ថ្ងៃបន្ទាប់ពីការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ខ្លួនលើកម្មវិធីយោធានិងនុយក្លេអ៊ីររបស់អ៊ីរ៉ង់ខណៈដែលប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានបង្ហោះសារដ៏អាក្រក់មួយព្រមានអ្នករស់នៅក្នុងទីក្រុងឲ្យជម្លៀសខ្លួនចេញលោកត្រាំបានសរសេរកាលពីយប់ថ្ងៃច័ន្ទថាអ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ីបានទេការព្រមានរបស់លោកមុនពេលត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញពីកិច្ចប្រជុំកម្ពុជា G5 នៅប្រទេសកាណាដាគ្រប់គ្នាគួរតែជម្លៀសចេញពីទីក្រុងតេហេរ៉ង់ជាបន្ទាន់លោកត្រាំបានបន្ថែមក្រោយមកលោកត្រាំបានបដិសេធរបាយការណ៍ដែលថាលោកបានប្រញាប់ប្រញាល់ត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញដើម្បីធ្វើការលើបទឈប់បាញ់មួយដោយនិយាយថាការចាក់ចេញដំបងរបស់គាត់មិនមានជួបពាក់ព័ន្ធជាមួយបទឈប់បាញ់ទេមុននេះយោធាអ៊ីស្រាអែលបានអំពាវនាវឲ្យប្រជាជនប្រហែល 33,000 នាក់នៃសង្កាត់មួយនៅកណ្ដាលទីក្រុងឲ្យជម្លៀសចេញទីក្រុងតេហេរ៉ង់គឺជាទីក្រុងធំជាងគេមួយនៅមជ្ឈមបូព៌ាដែលមានប្រជាជនប្រមាណ 9.5 លាននាក់អ៊ីស្រាអែលបាននិយាយថាការវាយប្រហារដ៏ខ្លាំងក្លារបស់ខ្លួនទៅលើមេដឹកនាំយោធាកម្ពុជារបស់អ៊ីរ៉ង់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ីទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនិងកម្មវិធីមីស៊ីលថោងគឺចាំបាច់ដើម្បីការពារសត្រូវដ៏យូរអង្វែងរបស់ខ្លួនពីការខិតទៅចិត្តការកសាងអាវុធបម៉ាណូការវាយប្រហារបានសម្លាប់មនុស្សយ៉ាងតិច224នាក់ចាប់តាំងពីថ្ងៃសុក្រអ៊ីរ៉ង់បានសងសឹកដោយការបាញ់មីស៊ីលជាង370គ្រាប់និងយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿងទៅលើអ៊ីស្រាអែលរហូតមកដល់ពេលនេះមនុស្ស24នាក់ត្រូវបានសម្លាប់នៅអ៊ីស្រាអែលនិងជាង500នាក់ទៀតរងរបួស